ដើម្បីរៀបចំដំណើរជីវិតក្នុងសង្គមគ្រួសារមួយឲ្យមានសុភមង្គលមានសុខភាពល្អទាំងផ្លូវកាយទាំងផ្លូវចិត្តមានទ្រព្យសម្បត្តិចិញ្ចឹមជីវិតបានល្អមានកេរ្តិ៍ឈ្មោះកិត្តិយសសមរម្យថ្លៃថ្នូរធ្វើការឬប្រកបមុខរបរចំនួនជួញដូរឲ្យបានរីកចម្រើនឆ្ពោះទៅកាន់គោលដៅមួយដ៏ប្រសើរតាមសេចក្តីប្រាថ្នាយើងត្រូវចាប់ផ្ដើមជំរះសម្អាតគ្រឿងអពមង្គលសៅហ្មងនិងជាឧបសគ្គរារាំងចិត្តមិនឲ្យសម្រេចគោលបំណងល្អជាប្រយោជន៍ជាមុនសិនធម៌ដែលត្រូវសម្អាតនោះគឺ 1. បមាទៈសេចក្តីប្រមាទធ្វេសប្រហែសសម្រាប់រំខានចិត្តឲ្យភ្លេចខ្លួនភ្លេចស្មារតីទទួលខុសត្រូវមិនធ្វើកិច្ចការឲ្យសម្រេចប្រយោជន៍ 2. ទិដ្ឋិការយល់ខុសសម្គាល់ខុសមិនប្រកបដោយបញ្ញាខ្វះការសិក្សាស្រាវជ្រាវត្រេះរិះពិចារណាឲ្យឃើញហេតុផលត្រឹមត្រូវគិតអ្វីធ្វើអ្វីតាមតែអំពើចិត្តនឹកឃើញចេះជិះរឹងរូសគ្មានចេះស្ដាប់អ្នកណាទេ 3. មានអ្នកសេចក្តីប្រកាន់មាំខ្លាំងពេកធ្វើឲ្យឆាប់បាត់បង់ការគោរពរាប់អានឆាប់បាត់បង់ទំនាក់ទំនងស្និទ្ធស្នាលបាត់បង់មិត្តភាពសាមគ្គីឆាប់ឯកោ 4. អ៊ីសាច្រណែនឈ្នានីសមើលងាយឆាប់ប្រតិកម្មឆេវឆាវខឹងច្រឡោតចង្អៀតចង្អល់ថ្នាំងថ្នាក់អាក់អន់ចិត្តសូម្បីតែរឿងរ៉ាវតិចតួចក៏ឆាប់ប្រកាន់ដែរ 5. មច្ឆរិយៈចិត្តកំណាញ់លាក់លៀមឃើញតែប្រយោជន៍តែខ្លួនឯងមិនឲ្យតម្លៃគេធម៌ជាគ្រឿងសៅម៉ង5យ៉ាងនេះមានដល់បុគ្គលណាហើយទទួលទុក្ខទោសលំបាកវេទនារកសេចក្តីសុខគ្មានឡើយទោះបីធ្វើការអ្វីរកស៊ីអ្វីក៏មិនបានរីកចម្រើនទៅមុខរួចដែរសូម្បីមានទ្រព្យសម្បត្តិឬមានយសស័ក្តិញាតិបរិវារច្រើនប៉ុណ្ណាក៏គ្មានសេចក្តីសុខដែរបើយើងព្យាយាមសម្អាតចិត្តឲ្យអស់ធម៌កខ្វក់សៅម៉ងនេះបានរមែងរួចចាកឧបសគ្គគ្រោះថ្នាក់បញ្ហាគ្រប់យ៉ាងនាំមកនូវជីវិតរុងរឿងភ្លឺថ្លាក្នុងចំណោមនៃជនទាំងឡាយចូលព្យាយាមដុតសម្អាតចិត្តឲ្យស្អាតបរិសុទ្ធទើបនាំមកនូវសេចក្តីសុខគ្រប់យ៉ាង